សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតកតងជាមួយនឹងរបៀបនៃការ copy អក្សរឬក៏យើងហៅថា text ពី software ផ្សេងដូចជា Word ជាដើមយកមកដាក់នៅក្នុងអត្ថបទរបស់យើងនៅក្នុងកម្មវិធី Adobe InDesign អូខេអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Adobe InDesign ឧទាហរណ៍ខ្ញុំមាន page មួយដែលខ្ញុំធ្វើការបង្កើតជា column ចំនួន2របៀបនេះខ្ញុំចង់យកអត្ថបទផ្សេងខ្ញុំដាក់នៅលើវាអញ្ចឹងអ្វីខ្ញុំត្រូវធ្វើគឺខ្ញុំចូលទៅ click select ទៅលើ title មកហើយខ្ញុំយកមកបង្កើត text frame មានន័យថាបបអក្សរហ្នឹងចឹងខ្ញុំ click ទាញវាយើងចង់បានទំហំប៉ុណ្ណាគឺយើងកំណត់ទៅលើទំហំហ្នឹងខ្លួនឯងឥឡូវខ្ញុំចង់បានប៉ុណ្ណេះហើយខ្ញុំបន្លែងវាអូខេអញ្ចឹងនៅពេលដែលយើងបន្លែងយើងឃើញមាន cursor load នៅរបៀបនេះអញ្ចឹងយើងចូលទៅយកអត្ថបទពីsoftware ផ្សេងឥឡូវខ្ញុំចូលមក Word ខ្ញុំបើកកម្មវិធី Word ហ្នឹងហើយខ្ញុំធ្វើការ select ទៅលើអត្ថបទដែលខ្ញុំចង់ចម្លងហ្នឹងហើយធ្វើការ right click យើងយកពាក្យថា copy បន្តមកទៀតយើងចូលមក InDesign របស់យើងហើយយើងចុចទៅលើ Control V ដើម្បីធ្វើការផាសវាអញ្ចឹងយើងឃើញនេះគឺអត្ថបទហ្នឹងត្រូវបានទម្លាក់ចូលនៅក្នុងឯកសាររបស់យើងអញ្ចឹងគឺយើងអាចធ្វើការសេរីវាបានដូចជាយើងអាចសេរីទៅលើទំហំរបស់ frame ហ្នឹងយើងទាញរបៀបមិនក៏បានតាមចិត្តយើងខ្ញុំធ្វើការបរិយាវាធំតិចដើម្បីងាយស្រួលមើលជាយើងមើលខ្ញុំអាចអូសវាទៅដាក់នៅកន្លែងណាក៏បាននៃទំព័ររបស់យើងឬក៏យើងហៅថា page ហ្នឹងហើយយើងអាចធ្វើការសេរីវាអូខេអញ្ចឹងបើសិនបើយើងពិនិត្យមើលអំពី format ដែលយើង copy ចេញពីកម្មវិធី Word ហ្នឹង format ទាំងអស់ត្រូវការផ្លាស់ប្ដូរមកតែមួយអញ្ចឹងមកលក្ខណៈតែមួយបើសិនបើយើងពិនិត្យមើលនៅក្នុង Word ទោះបីជាអានេះយើងដាក់វាអក្សរធំដិតអានេះគឺពណ៌ក្រហម trade អានេះគឺមានបន្ទាត់យ៉ាងម៉េចក៏ដោយក៏ប៉ុន្តែនៅពេលណាដែលយើង copy ចេញមកគឺវាមកដូចគ្នាទាំងអស់គឺវាមកជាលក្ខណៈ format តែមួយអូខេឥឡូវខ្ញុំចង់copy ចម្លង format ហ្នឹងចេញពី Word មានន័យថាប្រសិនបើ Word វាមាន format របៀបម៉េចនៅពេលណាយើងទម្លាក់ចូលនៅក្នុង InDesign គឺមានលក្ខណៈរបៀបហ្នឹងអូខេឥឡូវខ្ញុំធ្វើការ zoom វាតូចបន្តិចខ្ញុំធ្វើការលុបវាចេញវិញសិនហើយខ្ញុំចុច delete key ហើយខ្ញុំបិទទៅខ្ញុំធ្វើការ close វាចោលអូខេឥឡូវខ្ញុំចាប់ផ្ដើមចូលទៅម្ដងទៀតគឺខ្ញុំចូលទៅកន្លែង file ហើយខ្ញុំយកពាក្យថា play ហើយខ្ញុំចូលទៅរកឯកសារហ្នឹងគឺខ្ញុំដាក់លើ desktop ចឹងខ្ញុំ click ទៅលើ desktop មកហើយខ្ញុំ click យកពាក្យនេះអាហ្នឹងគឺជាឯកសារខ្ញុំចង់ធ្វើការទម្លាក់ចូលហ្នឹងចឹងគឺខ្ញុំ click លើវាមកហើយខ្ញុំចុចយកពាក្យថា open យើងចាំបន្តិចនេះយើងឃើញ cursor របស់យើងគឺមានលក្ខណៈរបៀបហ្នឹងអញ្ចឹងគឺយើងគ្រាន់តែធ្វើការ click ទាញវាមកយើងចង់បានទំហំប៉ុណ្ណាឥឡូវចង់បានប៉ុណ្ណេះហើយខ្ញុំបន្លែងវាអូខេអញ្ចឹងយើងឃើញគឺសម្រាប់ format របស់ឯកសារដែលយកចេញពីកម្មវិធី Word ហ្នឹងគឺវាមានលក្ខណៈដូចគ្នាយើងឃើញអត់នេះអានេះសរសេរអក្សរធំមកអានេះគឺ trade អានេះមានបន្ទាត់អីអញ្ចឹងអូខេអាហ្នឹងគឺជារបៀបទី1ហើយរបៀបទី2ដែលខ្ញុំធ្វើការលុបវាចេញសិនជា delete key ខ្ញុំចូលមកកន្លែង file ហើយខ្ញុំយកពាក្យថា play បន្តមកទៀតគឺខ្ញុំ click select ទៅលើអត្ថបទដែលខ្ញុំចង់ធ្វើការតម្លាក់ចូលហ្នឹងហើយខ្ញុំ tick អានេះខ្ញុំយកពាក្យថា show import option ចេញ click លើវាមកហើយយើងចុច open អញ្ចឹងវាចេញផ្ទាំងមួយយើងនេះយើងមើលអាផ្ទាំងហ្នឹងគឺយើងត្រូវ select ទៅលើអានេះយើង select លើអានេះភាសាអីគឺគេដាក់ថា preserve style and formatting from text and table គឺមានន័យថាយើងយក format ទាំងអស់ចេញពីអត្ថបទដើមរបស់យើងហើយយើងចុច OK មកបន្តមកទៀតគឺយើង click ទាញអូសកំណត់ទៅលើ text frame ដែលយើងចង់តម្លាក់ចូលនៅក្នុងឯកសារដែលស្ថិតនៅក្នុង Adobe InDesign របស់យើងចង់បានប៉ុណ្ណេះមកខ្ញុំបន្លែងវាអូខេឃើញអត់ហើយយើងអាចសេរីវាចង់បានធំឬក៏តូចរបៀបម៉េចគឺយើងសេរីទៅលើ text frame ហ្នឹងយើងចង់អូសទៅដាក់នៅកន្លែងណាអីគឺវាងាយស្រួលអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹងរបៀបនៃការ copy text ចេញពី software ផ្សេងយើងអាចធ្វើការ copy
ទាំង format ទាំងអស់ចេញពីឯកសារចាស់នោះមកដាក់នៅក្នុងឯកសារថ្មីនៅក្នុង Adobe InDesign ដោយរក្សាទៅលើ format របស់វាអញ្ចឹងសូមអរគុណសូមជម្រាបលា